បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីគន្លឹះប្រើប្រាស់នៅមុខងារឆាត Facebook នេះបែបលក្ខណៈថតវីដេអូ Zoom បង្ហាញទៅដៃគូម្ខាងទៀតឬក៏ក្រុមគ្រួសារសាច់ញាតិបងប្អូនរបស់អ្នកទាំងអស់គ្នាតាមរយៈកម្មវិធី Messenger Facebook នេះបាទដោយសារតែវាធ្វើការអាប់ដេតក៏ដូចជាធ្វើបច្ចុប្បន្នភាពថ្មីវាចេញពណ៌ខៀវបាទអញ្ចឹងជាទូទៅអ្នកនរគ្នាចង់បង្ហាញនៅវីដេអូណាមួយក៏ដូចជាចង់បង្ហាញទស្សនវិជ្ជាបែបឆ្ងាយឬមកក៏ចិត្តទៅដៃគូខាងទៀតអ្នកនរគ្នាប្រកាសជាចុចមានសញ្ញាកាមេរ៉ាឬមកក៏បាទវីដេអូដែលយើងមានស្រាប់នៅក្នុង gallery ហ្នឹងបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញអ្នកនរគ្នាពីការថត zoom នៅក្នុងឆានហ្នឹងបាទអញ្ចឹងយើងចុចសញ្ញាកាមេរ៉ាហ្នឹងមកបន្តមកទៀតអ្នកនរគ្នាប្រកាសនេះជាចង់ zoom នេះចង់បិចនេះឲ្យគាត់ឃើញឬក៏ទីតាំងដែលក្រុមគ្រួសារបងប្អូនអ្នកនរគ្នាចង់ឃើញនេះកន្លែងនេះវាមានស្អីបាទអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចសកត់ទៅលើនឹងមកបាទបន្តមកទៀតអ្នកនរគ្នាអូសវាទៅលើបែបនេះបាទអូសទៅលើបែបនេះយើងនឹងអាច zoom បានហើយ zoom ចេញ zoom ចូលបាទសម្រាប់អ្នកនរគ្នាដែលចូលចិត្តលេង TikTok អ្នកនរគ្នាប្រកាសជាឃើញហើយអញ្ចឹងវាចេញមុខងារថ្មីនេះគឺងាយស្រួលក្នុងការដែលអ្នកនរគ្នាចង់បង្ហាញទីតាំងបាទអញ្ចឹងយើងសកត់វាហូរឲ្យជាប់ទៅហើយមើលសញ្ញាពណ៌ខៀវនេះបាទវាលោតដល់ពេញនេះទៅបាទបាទខ្ញុំសូមបិទសំឡេងទីនេះអញ្ចឹងវាមានភាពងាយស្រួលក្នុងការដែលបង្ហាញនៃគោលដៅក៏ដូចជាវត្ថុបំណងដែលអ្នកគ្នាចង់បង្ហាញទៅដៃគូម្ខាងទៀតឬក៏បុគ្គលទី2ឲ្យគាត់បានយល់សេចក្តីដែលអ្នកគ្នាចង់បង្ហាញបាទនេះជាមុខងារ zoom នៅក្នុង message បាទបន្តទៀតអ្នកគ្នានេះចុច send ផ្ញើទៅគាត់ទៅបើអត់ចង់ទេអ្នកគ្នាមិនបាច់ទេអានេះជាមុខងារដែលអ្នកគ្នា note ពាក់ព័ន្ធនឹងសញ្ញាផ្សេង sticker កាត់វីដេអូអញ្ចឹងទៅបាទហើយមួយវិញទៀតវាក៏ចេញលក្ខណៈនៅកាមេរ៉ា2ដូចថា normal ហើយនឹង dual នេះ dual នោះមានន័យថានេះផ្ទៃពណ៌ខៀវនេះវាចេញមុខយើងបាទយើងកំពុងតែនិយាយអ្នកគ្នាអាចបង្ហាញនៅវត្ថុក្នុងដែលអ្នកគ្នាចង់បង្ហាញទៅគាត់ហើយនឹងមុខដែលយើងកំពុងនិយាយហ្នឹងអញ្ចឹងបង្ហាញអ្នកគ្នាភាសាដែលវាហាក់បីដូចជាមានការ error សម្រាប់បងខ្ញុំអញ្ចឹងខ្ញុំសូមប្រកាសបិទហើយធ្វើការថតម្ដងទៀតនេះអ្នកគ្នានេះអញ្ចឹងអ្នកគ្នាចង់បង្ហាញវត្ថុម្ដងនេះ zoom វាទៅបាទអញ្ចឹងយើងកំពុងនិយាយហ្នឹងអ្នកគ្នាអាចមើលឃើញបានណាបាទអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងឯងសម្រាប់ការបង្ហាញនៅការប្រើប្រាស់មុខងារឆាតក្នុង Facebook ថ្មីហ្នឹងបាទបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍សូមជួយ subscribe ក៏ដូចជា comment ពាក់ព័ន្ធនៅចម្ងល់របស់អ្នកនរគ្នាហ្នឹងនៅលើហ្នឹងដោយសិលធម៌ត្រឹមត្រូវបើសិនអ្នកនរគ្នាគិតថាខ្ញុំនិយាយខុសអីសូមអធិស្ឋានផងបាទអរគុណជួបគ្នានៅវីដេអូក្រោយ